จำเรียบสู่ตลอดลูกครูในครูมุกวิจิก็โดยจีครูบรรทุกหนักตั้งอ๋อวิดีโอนี้คือខ្ញុំចង់បង្ហាញពីរបៀបបញ្ចូលបន្ទុកបាទអញ្ចឹងមុននឹងចូលបញ្ចូលបន្ទុកខ្ញុំសូមប្រាប់អំពីរបៀបនៃការរៀបចំបន្ទុកនៅក្នុង Excel ជាមុនសិនបាទព្រោះហេតុអីគឺដោយសារតែនៅក្នុងការបញ្ចូលបន្ទុករបស់យើងគឺមានរហូតដល់3ប្រភេទទី1បញ្ចូលតាម Excel ទី2បញ្ចូលដោយដៃទី3បញ្ចូលដោយ copy paste បាទឥឡូវគឺខ្ញុំបង្ហាញអំពីរបៀបបញ្ចូលក្នុង Excel បាទនៅក្នុង Excel គឺឧទាហរណ៍ថាយើងមានជាតារាងបន្ទុកយើងបែបនេះបាទឧបមាថ្នាក់ទី 11B អញ្ចឹងនេះជាបន្ទុកដែលខ្ញុំបានរៀបចំបាទគឺយើងមានបែបនេះអញ្ចឹងយើងត្រូវមាន sheet មួយទៀតដែលជា sheet សម្រាប់ទាញបន្ទុកចូលក្នុងប្រព័ន្ធបាទអញ្ចឹងយើងត្រូវមានមួយជាតារាង Excel បន្ទុកធម្មតាមួយទៀតគឺយើងត្រូវមាន sheet នេះគឺអត់មានសរសេរទាំងអស់គឺ row ទី1គឺត្រូវដាក់លេខរៀងទី1នៅក្នុងនេះតែម្ដងអញ្ចឹងបើសិនជាយើងមានបន្ទុកបែបនេះលោកគ្រូអាចចងរូបមន្តទាញយកក៏បានឬក៏ copy paste បាទយើង copy paste បែបនេះទៅបាទ copy paste បន្តគ្នាបែបនេះបាទយើង copy 2ដងហើយបើលោកគ្រូអាចចងរូបមន្តដើម្បីទាញយកតែម្ដងក៏បានដែរបាទណាយើង copy paste បែបនេះបាទ copy paste បែបហ្នឹងហើយគ្រូគ្រាន់តែ save មកណាបាទ save អញ្ចឹងយើងបានជា file Excel មួយបាទ file Excel នេះ XLS បាទ 11B អញ្ចឹងពេលដែលយើងបើកប្រព័ន្ធរបស់យើងមកនេះណាប្រព័ន្ធរបស់យើងចឹងនៅក្នុងប្រព័ន្ធរបស់យើងហ្នឹងគឺវីដេអូនេះគឺយើងត្រូវចុចនៅកន្លែងបញ្ចូលបន្ទុកបាទអញ្ចឹងចុចលើបញ្ចូលបន្ទុកបែបនេះគឺវានឹងលោតថ្នាក់ដែលយើងបានបង្រៀនបាទគ្រូបញ្ចូលបើសិនជាលោកគ្រូមានពីមុខវិជ្ជាមកថាលោកគ្រូបរៀនខ្មែរគឺឃើញតែខ្មែរទេយើងត្រូវចូល account ខ្មែរបើបរៀនខ្មែរផងពលរដ្ឋផងគឺយើងត្រូវចូល account ពលរដ្ឋផ្សេង account ខ្មែរផ្សេងបាទសម្រាប់ខ្ញុំគឺមានតែមួយទេគឺ computer អញ្ចឹងយើងខ្ញុំចង់បញ្ចូលមិញណាទី 11B យើងចុចទី 11B មកបាទនេះគឺយើងឃើញមានឈ្មោះគ្រូបន្ទុកអីនៅក្នុងហ្នឹងបាទបន្ទាប់មកគឺយើងអូសចុះក្រោមបន្តិចគឺយើងនឹងឃើញខែដែលយើងចង់បញ្ចូលអញ្ចឹងខែនេះគឺយើងចុចនៅលើខែវិច្ឆិកាបើខ្ញុំចូលខែវិច្ឆិកាណាចុចលើខែវិច្ឆិកាមកបាទអញ្ចឹងកន្លែងនេះគឺខ្ញុំបាននិយាយហើយគឺយើងបញ្ចូលតាមលក្ខណៈ file បើយើងបញ្ចូលតាម file គឺយើងយកកន្លែង choose file បែបនេះបើយើងបញ្ចូលតាក់ទងនឹង copy paste យើងបញ្ចូលមកកន្លែងនេះហើយបើយើងចង់បញ្ចូលដោយដៃតាមទូរស័ព្ទគឺយើងត្រូវបញ្ចូលមកកន្លែងនេះបាទយើងវាយធម្មតាមកគឺ20បាទហើយយើងចុច tab មក45ចុច tab ទៀតមក50បាទយើងចុចបន្តរហូតមកណាបាទបែបនេះកន្លែងនេះគឺខ្ញុំអត់បានបញ្ចូលទេគឺអត់បញ្ចូលដោយដៃទេគឺខ្ញុំបញ្ចូលដោយ file បាទចូលដោយ file បែបនេះណាបាទអញ្ចឹងបើបញ្ចូលដោយ file គឺយើងត្រូវឥឡូវខ្ញុំបិទខ្ញុំចុចម្ដងទៀតគឺបញ្ចូលបន្ទុកបាទបញ្ចូលបន្ទុកបែបនេះអញ្ចឹងម្ដងទៀតគឺខ្ញុំជ្រើសរើស 11B បាទជ្រើសរើសខែវិច្ឆិកាខ្ញុំជ្រើសរើស file មិញយើងរៀបចំហើយមែនទេ 11B យើងចុច open មកបាទហើយមកដល់កន្លែងនេះគឺយើងបើយើងចង់លុបយើងចុចលុបមកបើយើងចង់បញ្ចូលយើងដាក់ថាបញ្ចូលបន្ទុកតាមតារាងបាទបញ្ចូលបន្ទុកទៅក្នុងតារាងយើងចុចប៉ុណ្ណឹងមកក៏ដាក់ថាបន្ទុកក្នុងចំណោម52នាក់បាទអញ្ចឹងយើងអូសមកឃើញទេមក plate បានបញ្ចូលបានណាឃើញទេបាទយើងអាចបញ្ចូលបន្ទុកបានតាមជាក់ស្ដែងបាទតាមអូសចុះក្រោមអស់មកឃើញទេមានថាបាត់កន្លែងណាមួយអត់បើសិនជាអត់ទេយើងចុចរក្សាទុកតែរក្សាទុកហើយគឺបន្ទុកហ្នឹងគឺបានជោគជ័យហើយបើយើងចុចទៅប៉ុណ្នេះអត់រក្សាទុកគឺបន្ទុកនោះគឺអត់បានទេបាទឥឡូវគឺខ្ញុំបង្ហាញពីរបៀបមួយទៀតគឺតាក់ទងទៅនឹងការ copy paste លោកគ្រូយើងមិនបាច់ចាំឥឡូវខ្ញុំបិទម្ដងទៀតព្រោះបន្ទុកយើងមិញអត់ទាន់បានជោគជ័យណាឥឡូវខ្ញុំស្រង់ខ្ញុំចុចលើបន្ទុកម្ដងទៀតបាទតែមួយ B ហើយយើងចុចមើលខែវិច្ឆិកាមើលអត់ទាន់មានបន្ទុកទេបាទវិធីសាស្ត្រទី3បាទមិញយើងដឹងហើយបញ្ចូលដោយដៃបញ្ចូលតាម Excel ហើយនឹង copy paste លោកគ្រូអាចបើកតារាងចឹងមកបាទឧទាហរណ៍ថាឥឡូវយើងមានបន្ទុកបែបហ្នឹងបាទបន្ទុកបែបហ្នឹងយើងអត់ចង់ import តាម Excel ទេបាទ
យើងអាចគ្រូអាច copy ចឹងមកបាទ copy control C បាទឬក៏យើងអាច copy ពីនេះក៏បានដែរនេះបើយើងធ្វើដាក់វាជាជួរហើយចឹងណាយើង copy មកពី1ដល់52បន្ទុកសិស្សទាំង52 copy ហើយយើងបើកក្នុងប្រព័ន្ធរបស់យើងមកនេះយើង copy ផាសខាងក្រោមនេះឥឡូវនេះគឺជ្រើស file ខាងក្រោមនេះគឺ copy ផាសពី Excel មកយើងផាសបញ្ចូលមកឃើញទេយើងផាសបែបហ្នឹងមកបាទអញ្ចឹងយើងអាចចុចលើពាក្យថាបញ្ចូលបន្ទុកក្នុងតារាងដូចគ្នាបាទប៉ុណ្ណឹងមកជាការស្រេចឃើញទេអញ្ចឹងបន្ទុកយើងបានដូចមិញអញ្ចឹងបាទយើងអូសចុះក្រោមមកឃើញបានគ្រប់ទាំងអស់ដូចមិញបាទអូខេអញ្ចឹងបើសិនជាយើងចង់បញ្ចូលតាមវិធីណាបើទូរស័ព្ទយើងវាយបញ្ចូលអញ្ចឹងមកបើមានកុំព្យូទ័រយើងអាច copy ផាសអញ្ចឹងមកណាហើយយើងចុចលើពាក្យថារក្សាទុកអញ្ចឹងមានន័យថាបន្ទុកត្រូវបានរក្សាទុកដោយជោគជ័យយើងថេកអញ្ចឹងណាបាទរួចរាល់ឃើញទេបាទចុះបើសិនជាយើងករណីយើងឧទាហរណ៍ថាយើងចង់កែបាទឥឡូវខ្ញុំបិទវិញបើសិនជាយើងចង់កែបន្ទុកហ្នឹងយើងអាចចុចកន្លែងបញ្ចូលបន្ទុកហ្នឹងមកហើយយើងយក 11B ដដែលហើយយើងជ្រើសរើសខែវិច្ឆិកាបាទមិញហ្នឹងឧទាហរណ៍ថាយើងបញ្ចូលគាត់20បាទយើងចង់ដាក់50យើងវាយ50មកបាទ50ណាបាទយើងអាចចុចទៅលើទៅក្រោមចេះក៏បានបាទអញ្ចឹងគឺខ្ញុំបញ្ចូលរួចហើយយើងអាចអូសវាចុះក្រោមមកយើងចុចលើពាក្យរក្សាទុកម្ដងទៀតបាទប៉ុណ្ណឹងមកជាការស្រេចអូខេអញ្ចឹងតើតើនឹងរបៀបបញ្ចូលបន្ទុកតាម3របៀបហ្នឹងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ